មួយការផ្លាស់ប្ដូរទម្លាប់ទទួលទានអាហារទទួលទានអាហារតិចតែញឹកញាប់ជំនួសការញ៉ាំអាហារច្រើនក្នុងពេលតែមួយទៅជាអាហារតិច4ទៅ5មួយពេលក្នុងមួយថ្ងៃដើម្បីកុំឲ្យក្រពះធ្វើការខ្លាំងពេកជៀសវាងអាហារបង្កបញ្ហាអាហារហឹរជូរឬមានជាតិខ្លាញ់ខ្ពស់ដូចជាអាហារបំពងឬខ្លាញ់ច្រើនព្រោះវាអាចធ្វើឲ្យក្រពះរលាកកាន់តែខ្លាំងភេសជ្ជៈមានជាតិកាហ្វេអ៊ីនកាហ្វេតែគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិកាបូនទឹកសូដាព្រោះវាអាចបង្កើនការផលិតអាស៊ីតក្រពះញ៉ាំអាហារងាយរំលាយដូចជាអង្ករដំណើបបបរនំបងចេកឬដំឡូងបារាំងស្ងោរញ៉ាំយឺតនិងទំពារឲ្យបានល្អជួយសម្រួលដល់ដំណើរការរំលាយអាហារ 2. ការផ្លាស់ប្ដូររបៀបរស់នៅកុំដេកភ្លាមក្រោយពេលញ៉ាំគួររង់ចាំយ៉ាងហោចណាស់2ទៅ3ម៉ោងមុនពេលចូលគេងដើម្បីកុំឲ្យអាស៊ីតហូរត្រឡប់មកវិញគ្រប់គ្រងភាពតានតឹងស្ត្រេសអាចធ្វើឲ្យអាការៈជំងឺក្រពះកាន់តែធ្ងន់ធ្ងរគួរស្វែងរកវិធីបន្ធូរអារម្មណ៍ដូចជាការធ្វើលំហាត់ប្រាណការធ្វើសមាធិឬការគេងឲ្យបានគ្រប់គ្រាន់ឈប់ជក់បារីការជក់បារីអាចធ្វើឲ្យស្រទាប់ការពារក្រពះខូចខាតរក្សាទម្ងន់ឲ្យបានត្រឹមត្រូវទម្ងន់លើសអាចដាក់សម្ពាធលើពោះនិងជំរុញឲ្យអាស៊ីតឡើងមកវិញ 3. ការប្រើប្រាស់ឱសថតែងតែពិគ្រោះជាមួយឱសថការីឬគ្រូពេទ្យមុនពេលប្រើឱសថកាត់បន្ថយអាស៊ីតអាចជួយបន្សាបអាស៊ីតក្រពះភ្លាមដើម្បីបំបាត់ការក្រហាយឱសថទប់ស្កាត់ការផលិតអាស៊ីតឬគ្រូពេទ្យអាចណែនាំឱសថទាំងនេះដើម្បីកាត់បន្ថយការផលិតអាស៊ីតក្រពះរយៈពេលយូរ